ពាក់ព័ន្ធជាមួយនឹងអនុស្សាវរីយ៍នៃដំណើរជីវិតជាអ្នកសារព័ត៌មានរបស់ខ្ញុំពីឆ្នាំ2000រហូតមកដល់ឆ្នាំ2011ដែលជាង11ឆ្នាំនៅក្នុងអាជីពជាអ្នកសារព័ត៌មានមុននឹងចូលមកបំពេញការងារជាមន្ត្រីនាំពាក្យជាប្រធានផ្នែកកិច្ចការសាធារណៈនៃសាលាក្តីខ្មែរក្រហមក៏ដូចជាតួនាទីជាអ្នកនាំពាក្យនៅក្រសួងបរិស្ថានហើយមុននឹងមកដល់ក្រសួងព័ត៌មានជារដ្ឋមន្ត្រីនេះគឺអនុស្សាវរីយ៍នៅក្នុងការងារជាអ្នកសារព័ត៌មានគឺលីជើងកាមេរ៉ាឡើងលើភ្នំបាទលើភ្នំបាខែងនៅក្នុងខេត្តសៀមរាបដើម្បីថតថ្ងៃលិចនៅលើអង្គរវត្តនេះទី1ទី2អនុស្សាវរីយ៍នៃការដែលត្រូវកាន់មីក្រូរាប់ម៉ោងបាទដើម្បីសម្ភាសនៅពេលដែលជួបជាមួយនឹងប្រភពព័ត៌មានដែលសម្ភាសទៅគឺគាត់និយាយយូរជាងគេហើយចុកដៃបាទកាន់មីក្រូហើយផ្ទាប់ជាមួយនឹងបងប្អូនអ្នកសារព័ត៌មានផ្សេងទៀតដែលផ្ញើមីក្រូជាមួយផងទី3គឺអនុស្សាវរីយ៍ដែលពាក់ព័ន្ធជាមួយនឹងការធ្វើកាសែតគឺនៅពេលដែលមានព្រឹត្តិការណ៍នៃការរត់ជន់គ្នានៅកោះពេជ្រដែលជាអនុស្សាវរីយ៍មួយនៃការធ្វើសារព័ត៌មានហ្នឹងគឺពេលដែលកាសែតបញ្ជូនទៅរោងពុម្ពហើយរៀបចំបោះពុម្ពហើយប៉ុន្តែដោយសារតែមានហេតុការណ៍ព្រឹត្តិការណ៍នេះកើតឡើងគឺនៅក្នុងអាជីពជាអ្នកសារព័ត៌មានដែលត្រូវឆ្លើយតបភ្លាមគឺយើងដកទំព័រមុខចោលហើយនឹងទំព័រដែលមានការពាក់ព័ន្ធពីទំព័រមុខនឹងគឺបំពេញដោយព័ត៌មានដែលថ្មីទាន់ហេតុការណ៍នឹងតែម្ដងដែលបោះពុម្ពលក់នៅលើទីផ្សារហើយនៅក្នុងដំណើរនៃការធ្វើសារព័ត៌មានហ្នឹងគឺលក់កាសែតដែលដាច់ជាងគេហ្នឹងគឺនៅពេលព្រឹត្តិការណ៍នោះហើយបាទគឺបោះពុម្ពចប់ម៉ោង6ម៉ោង6កន្លះនៅលើទីផ្សារត្រឹមតែម៉ោង7គឺអស់ជាង5000ច្បាប់ដែលនេះគឺជាអនុស្សាវរីយ៍មួយនៅក្នុងការងារហើយអនុស្សាវរីយ៍មួយទៀតនៅក្នុងការងារគឺពេលដែលតម្លើងកាសែតជាពិសេសគឺកាសែតភ្នំពេញប៉ុស្តិ៍ជាភាសាខ្មែរដែលចាប់ផ្ដើមបោះពុម្ពជាភាសាខ្មែរដំបូងហ្នឹងគឺធ្វើការងាររហូតដល់ម៉ោង5ព្រឹកបាទម៉ោង5ព្រឹកពីម៉ោង8ព្រឹករហូតដល់ម៉ោង5ព្រឹកវិញបាទស្ទើរតែ24ម៉ោងដើម្បីរៀបចំសារព័ត៌មានហ្នឹងឲ្យយកទៅបានបោះពុម្ពព្រោះយើងចាប់ផ្ដើមដំបូងបច្ចេកទេសក៏ថ្មីការប្រើប្រាស់ Unicode អក្សរ Unicode ជាមួយនឹងប្រព័ន្ធថ្មីមន្ត្រីបុគ្គលិកដែលធ្វើការងារក៏ថ្មីអញ្ចឹងគឺយើងចំណាយពេលស្ទើរតែ24ម៉ោងនៅក្នុងការចេញកាសែតមួយប៉ុន្តែការនោះគឺយើងមិនទាន់ចេញជាប្រចាំផ្លូវការទេគឺជាការងារដែលសាកល្បងដែលគេហៅថាលេខ0នៃសារព័ត៌មានហ្នឹងនេះជាចំណុចមួយដែលជាអនុស្សាវរីយ៍នៅក្នុងការបំពេញកិច្ចការងារជាសារព័ត៌មានហើយអនុស្សាវរីយ៍បន្ថែមទៀតគឺការចាប់ផ្ដើមអាជីពរបស់ខ្ញុំនៅទូរទស្សន៍ជាតិនេះតែម្ដងនៅក្នុងកម្មវិធី Rendezvous ពេលដែលបញ្ចូលសម្លេងពេលដែលអារម្មណ៍មិនល្អគឺស្ទើរតែ1ម៉ោងទៅ2ម៉ោងគឺថតអត្ថបទត្រឹមតែមួយ A4 មួយអត់ចប់ទេបាទដោយសារតែសម្លេងរបស់យើងទៅជាប់ពាក្យជួនកាលអានអត់ត្រូវជួនកាលអានចិត្តចប់ហើយគឺវាខុសអកតុយបន្តិចត្រូវអានឡើងវិញហើយពេលខ្លះគឺអារម្មណ៍របស់យើងមិនមូលនៅក្នុងការបញ្ចូលហ្នឹងក៏ធ្វើឲ្យរំខានពាក្យដែលយើងគិតថាវាមិនត្រូវតែខុសទេគឺវាទៅជាខុសពាក្យខ្លះដែលថាយើងគិតថាវានឹងអាចខុសវានឹងខុសមែនអញ្ចឹងអាហ្នឹងដែលជាអនុស្សាវរីយ៍នៅក្នុងកិច្ចការងារដែលពាក់ព័ន្ធជាមួយនឹងទាំងកាសែតសេទាំងវិទ្យុហើយនឹងទាំងទូរទស្សន៍បើវិទ្យុក្នុងក្របខ័ណ្ឌនៃការដែលជាអ្នកឆ្លើយឆ្លងព័ត៌មានឲ្យវិទ្យុបារាំងអន្តរជាតិដែរអនុស្សាវរីយ៍គឺអ្នកទាំងអស់គ្នាអាចស្ដាប់តាមវិទ្យុបានរាយការណ៍ពីខ្ញុំនៃភក្ត្រាភ្នំពេញ AFE អីនេះគឺមិនប្រកាសថាយើងខ្ញុំបញ្ចូលសម្លេងពី studio ទេឬក៏មានបន្ទប់ត្រឹមត្រូវទេជួនកាលរាយការណ៍ចេញពីបន្ទប់ទឹកបាទចេញពីប្រគុណក៏មានដែរព្រោះមានតែកន្លែងហ្នឹងទេដែលស្ងាត់ព្រោះនៅកន្លែងធ្វើការងារ
គឺមានសម្លេងអ៊ូអអញ្ចឹងការថតសម្លេងវាអាចចូលអញ្ចឹងដើម្បីរកទីកន្លែងស្ងាត់ជួនកាលនៅក្នុងបន្ទប់ទឹកជួនកាលនៅក្នុងរថយន្តឬក៏ជួនកាលទៅរត់ពួននៅគុំឈើណាមួយដើម្បីធ្វើការរាយការណ៍នេះជាអនុស្សាវរីយ៍មួយដ៏សំខាន់នៅក្នុងអាជីពជាអ្នកសារព័ត៌មានហើយជាង10ឆ្នាំក្រោយមកទៀតគឺនៅក្នុងអាជីពជាអ្នកនាំពាក្យក៏មានអនុស្សាវរីយ៍ច្រើនជាមួយនឹងបងប្អូនអ្នកសារព័ត៌មានដែរទៅលើការផ្ដល់ព័ត៌មានទៅលើការផ្ដល់បទសម្ភាសន៍ដែលទាំងអស់នេះគឺជាផ្នែកមួយនៃការបង្ហាញអំពីដំណើរជីវិតនិងបទពិសោធន៍នៅក្នុងអាជីពជាអ្នកសារព័ត៌មានពីអ្នកដែលប្រមូលព័ត៌មានគឺអ្នកសារព័ត៌មាននិងមកជាអ្នកនាំពាក្យដែលជាអ្នកផ្ដល់ប្រភពព័ត៌មានទៅឲ្យអ្នកសារព័ត៌មានវិញ